លោកពួនព្រឹកនេះមានព័ត៌មានអ្វីដែរចា៎បាទព្រឹកនេះខ្ញុំមានព័ត៌មានចំនួន2តែព័ត៌មានទី1នេះគឺបកកខេត្តបៃលិនបានវិទ្យាសាស្ត្រច្បាប់និងអត្ថប្រយោជន៍សម្រាប់សង្គមជូនដល់ម្ចាស់សហគ្រាសចា៎នៅព្រឹកថ្ងៃទី26ខែមីនាឆ្នាំ2026សាខាវេលាជាតិបរិសុទ្ធសង្គមហៅកាត់ថាបកកបានរៀបចំវគ្គផ្សព្វផ្សាយនៅពីគោលការណ៍បទបញ្ញត្តិច្បាប់និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមជូនដល់ម្ចាស់ក្រុមហ៊ុនរោងចក្រនិងសហគ្រាសសរុបចំនួន150រូបមកពីស្រុកកមៀនស្រុកភ្នំព្រឹកខេត្តបាត់ដំបងនិងខេត្តបៃលិនពីទីនេះធ្វើឡើងក្រោមអធិបតេយ្យភាពលោករៀនសមិទ្ធប្រធានបកកខេត្តបៃលិនដោយមានបំណងពង្រឹងការយល់ដឹងដល់យោជកអំពីកត្តាកិច្ចចុះបញ្ជីនិងបងគិតពីឲ្យបានត្រឹមត្រូវដើម្បីជៀសវាងការអបអរអត្ថប្រយោជន៍របស់កម្មករនិយោជិតលោករៀនសមិទ្ធបានលើកឡើងថាច្បាប់នៃអំពីរបបសន្តិសុខសង្គមឆ្នាំ2019ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការវិវត្តសេដ្ឋកិច្ចសង្គមលោកបានបន្តថារាជរដ្ឋាភិបាលកម្ពុជាមានវិការទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរស្ត្រីហ៊ុនម៉ាណែតបានដាក់ចេញកម្មវិធីអភិភាពរួមមានការពង្រីកការថែទាំសុខភាពដល់បុគ្គលស្វែងយល់និងអ្នកនៅក្នុងបន្ទុកសមាជិកបកកដែលបានដាក់ឲ្យអនុវត្តជាតការវិខេវិការឆ្នាំ2023លោកប្រធានសាខាក៏បានជម្រាបជូនអំពីកម្មវិធីប្រហុកធំរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានពីពោះនិងកុមារអាយុក្រោម2ឆ្នាំដែលជាយន្តការអភិវឌ្ឍមូលដ្ឋានមូលធនមនុស្សប្រកបដោយសាមគ្គីភាពក្នុងឱកាសនោះផងដែរមន្ត្រីជំនាញក៏បានបង្ហាញអំពីអត្ថប្រយោជន៍នៃរបបទាំង3ផ្នែកគឺខាងពីការងារថែទាំសុខភាពនិងប្រាក់សោធនព្រមទាំងលើកទឹកចិត្តឲ្យយោជកចុះបញ្ជីសមាជិកឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាសិទ្ធិនិងសុខុមាលភាពរបស់កម្មករនេះជាកិច្ចប្រកបប្រឹងប្រែងបន្តរបស់បកកក្នុងការពង្រីកកិច្ចទទួលបាននូវសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបស្របតាមយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរស្ត្រីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបាទនេះជាព័ត៌មានទី1គឺបាទសូមបញ្ចប់តែប៉ុណ្ណេះ